ដើម្បីកាត់ background ផ្ទៃហត្ថលេខាបែបនេះបាទដែលមានផ្ទៃពណ៌ខៀវបែបនេះទៅជាហត្ថលេខាដែលអត់មានផ្ទៃបែបនេះបាទតើយើងត្រូវធ្វើរបៀបណានៅក្នុងកម្មវិធី Word បាទអញ្ចឹងអ្នកទាំងនេះអាចតាមដានវីដេអូនេះបានបាទជាដំបូងខ្ញុំមានឈ្មោះនិងហត្ថលេខាដែលអត់ទាន់បានទាញសញ្ញាមកទេអញ្ចឹងខ្ញុំទាញទៅយកវាមកបាទវាជារូបភាពបាទដែលខ្ញុំសញ្ញាទុកណាបាទហើយវាជារូបភាពយើងចូលកន្លែង picture មកបាទ device ហ្នឹងយើងទាញក្នុងកុំព្យូទ័ររបស់យើងបន្តមកទៀតហត្ថលេខាហ្នឹងខ្ញុំ save ទុកលើ desktop បាទនេះដែលមានផ្ទៃពណ៌ខៀវហ្នឹងចុចមកបាទបន្តមកទៀតវាធំបាទធំតូចវាចេញមកអស់ហើយអញ្ចឹងវាអត់ដូចអ្វីយើងចង់បានអញ្ចឹងអ្នកទាំងគ្នាចង់ព្រីព្រមធំតូចស្រីតាមហ្នឹងទៅបាទបើសិនជារូបនឹងធំវាចេញមកធំរូបនឹងតូចវាចេញមកតូចបាទអញ្ចឹងយើងស្រីតាមជាក់ស្ដែងទៅអ្នកទាំងគ្នាចង់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅអានេះខ្ញុំដាក់ធំមកដើម្បីងាយស្រួលមើលបាទអញ្ចឹងហត្ថលេខាហ្នឹងវាមានផ្ទៃពណ៌ខៀវបាទអញ្ចឹងខ្ញុំអត់ចង់បានផ្ទៃពណ៌ខៀវទេខ្ញុំត្រូវការកាត់ចេញអញ្ចឹងដើម្បីកាត់អ្នកទាំងគ្នាចុចលើរូបភាពហ្នឹងមកមានពាក្យ picture format នៅខាងលើនេះបាទហើយមើលមកខាងឆ្វេងចុច remove background បាទអ្នកទាំងគ្នាចុច remove background មកបន្តមកទៀតវា highlight ពណ៌យើងហើយមានន័យថាវា highlight វាចាប់មានន័យថាពណ៌ខៀវហ្នឹងវាចេញពណ៌មួយផ្សេងឲ្យយើងដឹងថាពណ៌ដែលលុបគឺពណ៌ហ្នឹងបាទពណ៌យ៉ាងក្រហមហ្នឹងតែពេលហត្ថលេខាយើងវាអត់មានដាច់ទេប៉ុន្តែហ្នឹងបានតែរូបច្បាស់ទេបើសិនជារូបអត់ច្បាស់រូបយើងផលអាហ្នឹងក៏វាកាត់អត់ត្រូវនេះដោយសាររូបរបស់យើងច្បាស់សញ្ញាពណ៌ខ្មៅនៅពេល background ពណ៌ខៀវអញ្ចឹងវាពណ៌វាដាច់ដライពីគ្នាអញ្ចឹងវាបែងចែកបានបាទបន្តមកទៀតយើងអ្នកទាំងនេះ mark area to remove នេះមានន័យថាយើងចុចកន្លែងទីតាំងដែលយើងត្រូវកាត់ចេញអញ្ចឹងយើងកាត់ទៅបាទយើងកាត់កន្លែងនេះយើងអូសអញ្ចឹងទៅបាទកាត់កន្លែងនេះកន្លែងនេះអញ្ចឹងទៅបើទៅអ្នកទាំងនេះចុច keep change មកចុច keep change ទៅវាកាត់ផ្ទៃពណ៌ខៀវអស់ហើយបាទវាសតតែហត្ថលេខាអញ្ចឹងអ្នកទាំងនេះព្រីព្រមមកចង់ធំតូចសេរីតាមនឹងទៅបាទអញ្ចឹងដល់ពេលដែលខ្ញុំ print បាទចុចពាក្យ file ហើយចុចពាក្យ print មកអត់ឃើញទេឃើញទេអញ្ចឹងហត្ថលេខារបស់យើងគឺស្អាតបាទស្អាតឃើញទេអត់មានឃើញផ្ទៃអត់មានឃើញញ៉ៃទេអញ្ចឹងយើងអាចយកវាទៅប្រើនៅក្នុងឯកសារការងាររដ្ឋបាលផ្សេងៗបានបាទអញ្ចឹងវីដេអូខ្លីៗគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណហើយអ្នកទាំងនេះមានចម្ងល់បញ្ហាផ្សេងៗទៀតជាមួយ Word Excel ហ្នឹងអ្នកទាំងនេះអាច comment បានបាទសូមអរគុណ